không kỳ ọt ọp mà chẳng thế ọp mà chẳng thế bà này dây tới về mình phải đọc thế bà nhóm chia mê đặc non Campuchia ọt mình kìm này thế there is no war why because put my I don't put my hand in someone business bà nhóm chia mê đặc non nhóm ọt si trào nhóm ọt ông ọt ấy nó để chết đăng hướng này vô bài yuan vô bài thay ấy nhóm chết đăng đấy hay na mũi nhóm ọt miên bong tho cho mũi apacad na nhóm bà chia nẹt này vô bài hay mê đặc non bật té nhóm ọt thưa đôi xe nụ hôn thanh thế cứ nhóm khmien đây khmien brother cho mũi ấy Sultan Brunei ấy Thaksin Shinawatra ấy na ấy Joko Widodo ấy na Macron ấy na Putin ấy Xi Jinping ấy ở đây ở miền này đừng vì pro bà nhóm chia nẹt vô bài cứ nhómប្រាប់ខ្លួនខ្ញុំថាក្នុងនាមជាអ្នកនយោបាយដើម្បីបម្រើប្រទេសជាតិបានគឺគួរសមស្វិតស្វាញផ្អែមល្ហែមយកចិត្តទុកដាក់នឹងផលប្រយោជន៍របស់ប្រទេសជាតិតែអត់ត្រូវទៅរាប់អានអីណាដូចខ្មោចអាស័យអនុនឹងអូយណាទៅលិតបាតជើងអាដឺហ្គោលទៅយកហូតអីណាទៅយកអាផាំយ៉ាងដងទៅយកអាយ៉វៀងយ៉ាប់ហើយទៅយកជូអ៊ីនឡៃណារហូតដល់អាព្រិចអីអាស៊ីឡាសៀនោះអាំពីរឺនោះខំម៉ៅជាងគូឆ្នាំងទៀតយកមកធ្វើបងប្អូនហើយទៅយកអីណាទៅអោបកសោបអាទីតូទីតុយអីណាអូយមិនដឹងស្អីទេហើយតែសេសភៅមួយគេថាខ្ញុំនឹងវិរៈជននានាក្នុងពិភពលោកមានអីសពអលាយបាត់ចេះជោអត់មានទេខ្ញុំគ្មានបងធေါ်បងធေါ်អីជាមួយមេដឹកនាំបរទេសទេគ្មានឃើញអាមេរិកជាមួយនឹងអ៊ីស្រាអែលទេវាប្រើពាក្យថា it's my good friend ណាវាមិនដែលនិយាយថា oh is my god brother ទេអត់មានទេអញ្ចឹងខ្ញុំជាមេដឹកនាំខ្ញុំមិនលូកដៃជើងចូលក្នុងនយោបាយគេទេខ្ញុំមិនលូកដៃជើងចូលក្នុងនយោបាយគេទេហើយខ្ញុំធ្វើអីដោយប្រុងប្រយ័ត្នណាហើយដំណោះស្រាយគឺអត់ឲ្យមានសង្គ្រាមទេសង្គ្រាមមែនទេហើយខ្ញុំមិនបង្រៀនទឹកចិត្តប្រជាជននៅក្នុងប្រទេសខ្ញុំឲ្យគិតទៅពីរឿងហិង្សាទេខ្ញុំត្រូវធ្វើម៉េចឲ្យប្រជាជននៅក្នុងស្រុកខ្ញុំនឹងគិតពីចំណេះដឹងណាទី1ខ្ញុំលុបចោលគោរមងារទាំងអស់គ្មានទេស្រុកមានស្ដេចណាហើយបញ្ជាក់ច្បាប់បញ្ជាក់ឲ្យច្បាស់ថាងារជាអុកញ៉ាគឺជាកិត្តិយសដែលបរិយាទានដោយបកូនណាហើយមនុស្សនឹងវិភាគទានទៅដល់ប្រទេសជាតិតែគ្មានស្អីក្រៅពីនឹងទេហើយបញ្ជាក់ទៀតថាអុកញ៉ាមិនមែនសេដ្ឋីទេមិនមែនជាសេដ្ឋីទេហើយសេដ្ឋីនៅក្នុងប្រទេសកម្ពុជាបើគេចង់ហៅខ្លួនគេសេដ្ឋីអានោះអត់អីទេ no problem គេចង់ថាម៉េចក៏បានដែរត្រីដាណាថាខ្លួនជាសេដ្ឋីក៏បានឡាវរីយ៉ាក៏បានស៊ីវម៉ៃក៏បានព្រៀបសវ័តអីចង់ហៅខ្លួនឯងសេដ្ឋី no problem ណាហើយជីបម៉ងអីចង់ហៅខ្លួនឯងសេដ្ឋី no problem ណាខ្ញុំអំពាវនាវឲ្យ Forbes Magazine ឲ្យចូលមកស្រង់ស្ថិតិអ្នកមានទ្រព្យសម្បត្តិនៅប្រទេសកម្ពុជាហើយបើសិនជាគិតម៉េងលីយ៉ុងផាត់កុកអានជីបម៉ងវឌ្ឍនៈឬក៏សកុងឬអីត្រូវបាន Forbes Magazine គេផ្សាយនៅក្នុងទំព័រទស្សនវិស័យគេជា millionaire ឬក៏ជា billionaire ខ្ញុំ happy ខ្ញុំអបសាទរថាខ្មែរមានអ្នកមានណាហើយចំណែកអុកញ៉ាគឺជាគោរមងារធម្មតាអុកញ៉ាតាមពីដើមមកអុកញ៉ាគឺជាកិត្តិយសក្នុងការកសាងប្រទេសជាតិអីប៉ុន្តែអត់មានអីធំដុំទេណាចង់អុកញ៉ាក៏ដោយលោកអុកញ៉ាក៏ដោយអ្នកអុកញ៉ាក៏ដោយធម្មតាហ្នឹងតែប៉ុណ្ណឹងអញ្ចឹងខ្ញុំលុបចោលអស់អត់មានទេហើយនៅក្នុងរាជរដ្ឋាភិបាលអីបណ្ឌិតសភាចាហ្នឹងខ្ញុំប្រាប់ប្រធានរាជរដ្ឋាភិបាលខ្ញុំថាលុបឲ្យឆាប់មិនដឹងកណ្ដួយអីទេត្រឹមតែសាស្ត្រាចារ្យបានហើយអូខេហើយអាសាស្ត្រាចារ្យបណ្ឌិតនេះមិនបាច់ប្រាប់គេទេសៀវភៅរបស់រាជបណ្ឌិតសភាកម្ពុជាមានប្រចាំឆ្នាំឬក៏3ឆ្នាំម្ដងអ្នកណាដែលទទួលសញ្ញាបត្រអីគឺមានចុះនៅក្នុងបញ្ជីដែលសៀវភៅនេះគេហៅ Who is who in Cambodia ប្រែជាភាសាខ្មែរថានរណាគឺជានរណាដែលបោះពុម្ពដោយរាជបណ្ឌិតសភាកម្ពុជាអញ្ចឹងគេដឹងហើយប្រជាជនខ្មែរ6 7 10លាននាក់អាណាគេមិនដឹងយើងមាន doctorate នោះអាណាគេមិនដឹងយើងមាន PhD នោះណាបើនៅសាលាគេហៅបណ្ឌិតសាស្ត្រាចារ្យអាហ្នឹងនៅក្នុងសាលាគេហៅចុះណាហើយតាហ៊ានឧទាហរណ៍តាហ៊ានហ្នឹងគាត់ជាអុកញ៉ាតាហ៊ានហ្នឹងគាត់ជាវិជ្ជបណ្ឌិតប៉ុន្តែណាគាត់ជាវិជ្ជបណ្ឌិតបើគាត់ជាវិជ្ជបណ្ឌិតគាត់ពាក់សាក់3ក៏ដោយគាត់ពាក់កាយមួយក៏ដោយណាហៅថាឧត្តមសេនីយ៍វិជ្ជបណ្ឌិតក៏ប៉ុន្តែបើសិនជាគាត់មានបរិញ្ញាបត្រជាន់ខ្ពស់ជាបណ្ឌិតឲ្យតែពាក់សាក់តាហ៊ានអត់មានអី Dr. General ទៅដួយអីទេអត់មានទេអត់មាន Dr. Colonel អីអត់មានទេអ្នកដែលមានងារជា Dr. គឺតែ medical មួយទេនៅក្នុង medical និង medicine អាហ្នឹងឲ្យមានក្រៅពីហ្នឹងគឺអ្នកឯងមានស្អីក៏អត់មានដាក់ទេពីព្រោះអាបនស័កនៅលើស្មានេះធំណាស់
ពាក្យថាអនុសេនីយ៍តូអនុសេនីយ៍ឯកវរៈសេនីយ៍តូវរៈសេនីយ៍ឯកឧត្តមសេនីយ៍នេះគឺធំណាស់អញ្ចឹងអត់មានឲ្យមកលាយឡំអីជាមួយទេហើយពេលអុកញ៉ាលុបចោលចេញពីបនស័កទាំងអស់ពីព្រោះអុកញ៉ាគ្មានតម្លៃស្មើនឹងសាក់លើស្មាទេខ្ញុំលុបចោលទៅអស់ដល់យូរទៅស្រួលហើយប្រទេសកម្ពុជា6-10លាននាក់នាយអគ្គសេនាធិការពាក់ផ្កាយ3ឬក៏ផ្កាយ4ដូចណាប៉ុន្តែផ្កាយ3បានដែរពាក់ត្រឹមផ្កាយ3បានដែរហើយបកូនណាពាក់ផ្កាយ5ទៅណាចំណែកឧត្តមសេនីយ៍ទាំងអស់ពាក់ផ្កាយ3បានពាក់ត្រឹមតែផ្កាយ3ហើយអត់មានទេអត់មានអាពាក់ផ្កាយហើយអត្តលេខ00នេះមិនដែលមាន00នេះមានន័យថាអត់ដើរចូលសាលាអត្តលេខនៅលើដាក់នៅលើកប៉ៅអាវណាអត្តលេខ00មានអត់ដើរចូលសាលាវាតែមានអត្តលេខ00ហ្នឹងទៅដល់ស្រុកណាគេសើចដល់ស្រុកហ្នឹងអត់ទេអត់មានហើយនៅក្នុងរាជាគណៈខ្ញុំបញ្ជាឲ្យក្រសួងធម្មការលុបចោលរាជាគណៈកិត្តិយសទាំងអស់អត់មានទេអត់មានរាជាគណៈកិត្តិយសទេរាជាគណៈ4ហ្នឹងគ្រប់គ្រាន់ហើយអូខេរាជាគណៈ4ហ្នឹងគ្រប់គ្រាន់ហើយ4ហ្នឹងឯតូត្រីចាត់ស្វាអត់មានរាជាគណៈកិត្តិយសទេព្រោះអាហ្នឹងសិតតែរបស់វាធំហួសណាប្រទេសយើងធ្វើឲ្យសំសួនដូចសិង្ហបុរីដូចអីចឹងទៅល្អណាអត់មានអគុណសន្តិភាពអត់មានអីទាំងអស់អត់មានហើយសាលាបឋមសិក្សាណាបើអ្នកនឹងជាអ្នកមានហើយគេសង់សាលាឧទាហរណ៍តែឈ្មោះយកហេងតុងគេសង់សាលាគេដាក់ឈ្មោះហៅថាសាលាបឋមសិក្សាយកហេងតុងសាលាបឋមសិក្សាគង់តេងអ៊ុយបានណាបានមន្ត្រីជាអភិបាលខេត្តបើគាត់មានលុយសង់សាលាគាត់ឈ្មោះសុកលូវិទ្យាល័យសុកលូ no problem ណាជាសឹមគាត់ប្រធានរដ្ឋាភិបាលគាត់មានសាលា no problem ណាតែចំណែកខ្ញុំធ្វើនាយករដ្ឋមន្ត្រីអត់មានដាក់ឈ្មោះទេខ្ញុំ skip ម្នាក់ឯងអត់មានដាក់ឈ្មោះខ្ញុំទេប្រពន្ធខ្ញុំក៏ដោយគ្មានទេគ្មានដាក់ឈ្មោះនៅសាលាទេខ្ញុំអត់ត្រូវការប៉ុន្តែអ្នកដទៃដាក់ចុះយើងអត់ហាមគេទេព្រោះគេមានលុយចាញ់មានលុយណាហើយចំណែកសួនសាធារណៈណាអត់មានសួនសាធារណៈដាក់ឈ្មោះបុគ្គលទេអត់មានសួនស្រកខេងណាអត់មានទេរបស់ដែលជាសាធារណៈទោះបីអ្នកនឹងបរិច្ចាគក៏ដោយឧទាហរណ៍ថាអង្គញាកបរិច្ចាគទៅសួនមួយនៅនឹងសួនហ្នឹងមានស្លាកស្ពាន់មួយដាក់ឈ្មោះគាត់តែឈ្មោះសួនគឺជាឈ្មោះដែលរដ្ឋដាក់អត់មានដាក់ឈ្មោះមនុស្សទេណាគេអាចដាក់សួននឹងឈ្មោះស្ដេចសោយរាជឧទាហរណ៍សេនោះគាត់ធ្វើស្ដេចចឹងដាក់ឈ្មោះគាត់បានតែរាជអត់មានឈ្មោះនៅក្នុងសួនអស់ហ្នឹងធ្វើឲ្យវាងាយណាធ្វើឲ្យងាយប៉ុន្តែរឿងឯកសណ្ឋានខ្ញុំថែមឯកសណ្ឋានកវត្តកតាក់ស៊ីដូមានន័យថាគ្រប់មន្ត្រីរាជការឲ្យតែថ្នាក់ណាឲ្យតែថ្នាក់ចាប់ពីវរៈមន្ត្រីហើយនឹងអនុសេនីយ៍បើគិតទៅនាយទាហានរងចាប់ពីនាយទាហានរងមកត្រូវមានឯកសណ្ឋានជប់លៀងឯកសណ្ឋានសាយភោជឯកសណ្ឋានសាយភោជគឺរៀបចំស្លៀកពាក់ជាអាវធំអីតាមទៅអញ្ចឹងវាមានឯកសណ្ឋានយសមានឯកសណ្ឋានភោជនីយហាអាហ្នឹងខ្ញុំថែមដើម្បីឲ្យវាស្អាតក្រៅពីហ្នឹងធម្មតាធ្វើឯកសណ្ឋានហើយគ្រូពាក់សាក់បានគ្រូពាក់ឯកសណ្ឋានបាន no problem ពាក់ចុះដូចឧទាហរណ៍គេធ្វើដូចថៃអីពាក់ចុះអាហ្នឹងធម្មតាអូខេមានអ្នករំខានខ្ញុំវាទៅសេលុបអញ្ចឹងឲ្យវាទៅលុបនៅស្រុកម៉ែវាឃើញទេឯងស្មានតាហ្នឹងភ្នែកអន់ជាងឯងណាឃើញមួយនោះទៅលុបម៉ែវាចោលណាទៅសេលុបម៉ាត់លុបវាមិនប្រកាន់នេះវាទេប៉ុន្តែកុំឲ្យវារំខានភ្លឹបលុបទៅចោលមួយឃើញទេឈ្មោះវាអីឈ្មោះវាតិន168តេឃើញបងប្អូនខ្ញុំលុបទៅចោលទេលុបភ្នែកខ្ញុំអន់ទេប៉ុន្តែមើលលឿនដែរតាអូខេនឹងអញ្ចឹងគីសុនហ៊ុនអូខេបច្ចុប្បន្នសង្គ្រាមជាមួយថៃនេះឬគល់នៃសង្គ្រាមគឺលោកហ៊ុនសែនស៊ីត្រាវបើខ្ញុំជានាយករដ្ឋមន្ត្រីឬកាន់អំណាចវាអត់មានសង្គ្រាមហ្នឹងទេអញ្ចឹងបើចង់ឲ្យខ្ញុំដោះស្រាយសង្គ្រាមហ្នឹងខ្ញុំដោះស្រាយមិនកើតពីព្រោះតួអង្គដែលឆ្លោះគ្នាគឺម្នាក់ស៊ីត្រាវហើយអ្នកស៊ីត្រាវហ្នឹងនៅកម្ពុជាហើយបើឲ្យខ្ញុំទៅដោះស្រាយឲ្យវាដោះស្រាយចេញវាតលប្រាប់តលដកហ៊ុនសែនហើយដកគាត់មិនបានគាត់មិនព្រមគាត់ជាស្ដេចអំណាចនៅកម្ពុជាគាត់មិនព្រមឧទាហរណ៍ថាខ្ញុំជាមន្ត្រីមួយធំដែរនៅកម្ពុជា
ណាឬក៏ជាអង្គនីតិបញ្ញត្តិធ្វើច្បាប់ហាមលោកហ៊ុនសែនហាមមិនបានលោកហ៊ុនសែនក៏ប្រាប់ហើយថាអ្នកណាដែលហ៊ានហាមអញតើក្បាលឯងដែកហើយគាត់ប្រាប់ហើយថាសៀមវាមិនមែនទូលលេនឋានមកទេហើយបើលោកហ៊ុនសែនគាត់លេងតែអញ្ចឹងហើយអាណាទៅហាមគាត់កើតមានតែទុកឲ្យគាត់ស៊ីត្រាវតទៅទៀតទៅហើយសៀមក៏វាចេះតែវាយគាត់ទៅណាបើវាយមិនឈ្នះទេថ្ងៃក្រោយវាយទៀតទៅណារបស់នេះដោះស្រាយអត់បានទេពីព្រោះគេមិនអាចដោះស្រាយមនុស្សលេងល្បែងចាញ់មនុស្សលេងល្បែងចាញ់អស់លេងហើយយើងទៅដោះស្រាយឲ្យមនុស្សលេងល្បែងមិនបើមនុស្សនឹងអត់ឈប់ល្បែងណាមនុស្សនឹងអត់ឈប់លេងល្បែងទៅធ្វើម៉េចទៅញោមណាអាហ្នឹងចឹងវិលមកជួបប្រិមិត្ត3នាទីទៀតជំរាបលា